ក្រុមហាម៉ាស់អះអាងថាបញ្ចប់ដំណាក់កាលទី1នៃកិច្ចព្រមព្រៀងឈប់បាញ់ហ្គាហ្សាហើយមន្ត្រីជាន់ខ្ពស់ហាម៉ាស់ម្នាក់បានអះអាងកាលពីថ្ងៃអង្គារសប្តាហ៍នេះថាក្រុមនេះបានបញ្ចប់ដំណាក់កាលទី1នៃកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែលហើយខណៈដំណាក់កាលទី2នៃការគ្រប់គ្រងនៃអនាគតរបស់ហ្គាហ្សានៅតែមិនច្បាស់លាស់ស្របពេលភាពតានតឹងលើបញ្ហាជាច្រើននៅតែបន្តចាប់តាំងពីដំណាក់កាលទី1នៃបទឈប់បាញ់នៅហ្គាហ្សាចូលជាធរមានថ្ងៃទី10ខែតុលាវឌ្ឍនភាពត្រូវបានធ្វើឡើងក្នុងការផ្ទេរសាកសពចំណាប់ខ្មាំងការផ្អាកប្រតិបត្តិការយោធាអ៊ីស្រាអែលទ្រង់ទ្រីធំនិងបញ្ហាផ្សេងៗទៀតមន្ត្រីជាន់ខ្ពស់ហាម៉ាស់លោកអូសាម៉ាបានហៅកិច្ចព្រមព្រៀងឈប់បាញ់ដែលទើបបានសម្រេចថ្មីនេះជាមួយនឹងអ៊ីស្រាអែលថាគ្រាន់តែជាកិច្ចព្រមព្រៀងបឋមមិនមែនជាការដោះស្រាយដ៏ទូលំទូលាយឬចុងក្រោយនោះទេបាននិយាយថាក្រុមហាម៉ាស់បានបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមដំណាក់កាលទី1លោកហាំដានបានប្រមានថាការគម្រាមកំហែងដ៏ធំបំផុតឥឡូវនេះបានមកពីអ្វីដែលហៅថាចក្ខុវិស័យអ៊ីស្រាអែលក៏កាន់តែអស្ចារ្យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេចាមីន នេតាយ៉ាហ៊ូដែលលោកបាននិយាយថាបង្កគ្រោះថ្នាក់យ៉ាងជ្រៅនិងយូរអង្វែងដល់ស្ថិរភាពក្នុងតំបន់អ្វីដែលហៅថាអ៊ីស្រាអែលកាន់តែអស្ចារ្យសំដៅទៅលើចក្ខុវិស័យបរិខ្លួនដែលទាមទារមិនត្រឹមត្រូវតែតំបន់ West Bank និង Gaza ដែលខ្លួនកាន់កាប់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្នែកខ្លះនៃប្រទេសលីបង់ ស៊ឺរី ហេស៊ីបនិងហ្សង់ដានីជាផែនទីភូមិសាស្ត្រនយោបាយដែលលាតសន្ធឹកហួសពីព្រំដែនអ៊ីស្រាអែលទៅទៀត